ចំពុកទី7ការចូលរួមក្នុងការជំនុំជម្រះក្តីយីឈៀនតើអ្នកពិតជានឹងចុះឈ្មោះសម្រាប់ការសាកល្បងមែនទេទោះបីជាការឈានដល់កម្រិតនៃសិស្សក្បាច់គុណអនុញ្ញាតឲ្យចូលរួមក្នុងការជំនុំជម្រះក្តីក៏ដោយអ្នកដែលមិនមានកម្លាំង500 kg គួរតែជៀសវាងការចូលរួមព្រោះពួកគេអាចស្លាប់បានយ៉ាងងាយក្នុងអំឡុងពេលកាត់ទោសគឺគ្រូបង្រៀនយោឆេងនៃបណ្ឌិតសភាទី5បាននិយាយគាត់ធ្លាប់បានឃើញសិស្សជាច្រើនដូចជាយីឈៀនពីមុនមកដែលតែងតែគិតថាពួកគេមានសំណាងគ្រប់គ្រាន់ដើម្បីទទួលបានឈាមសត្វពួកគេមិនបានគិតអំពីការពិតដែលថាទោះបីជាតំបន់ព្រៃតូចមួយគ្មានសត្វសាហាវក៏ដោយសត្វដ៏អស្ចារ្យមួយចំនួនគឺគ្រប់គ្រាន់ដើម្បីសម្លាប់សិស្សក្បាច់គុណភាគច្រើនសិស្សដែលទើបតែក្លាយជាសិស្សក្បាច់គុណគឺដូចជាសត្វនៅចំពោះមុខសត្វដ៏អស្ចារ្យទាំងនេះលុះត្រាតែពួកគេពឹងផ្អែកលើលេខឬអាវុធដ៏មានឥទ្ធិពលលោកគ្រូខ្ញុំបានបង្កើតក្រុមមួយហើយយើងគួរតែមានឱកាសដើម្បីទទួលបានផលចំណេញល្អមួយចំនួនដោយពឹងផ្អែកលើលេខរបស់យើងយីឈៀនបាននិយាយដោយចេតនាអញ្ចឹងហើយវាជាអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកប៉ុន្តែអ្នកត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាជីវិតនិងស្លាប់ដើម្បីចុះឈ្មោះនៅពេលដែលកិច្ចសន្យាត្រូវបានចុះហត្ថលេខាទោះបីជាអ្នកស្លាប់នៅក្នុងតំបន់ព្រៃតូចក៏ដោយ Fifth Academy នឹងមិនផ្ដល់សំណងណាមួយឡើយគ្រូយោឆេងបានរំលឹកខ្ញុំបានដឹងយីឈៀនបានចុះហត្ថលេខាលើកិច្ចសន្យាដោយស្ងប់ស្ងាត់មកទីលានបណ្ដុះបណ្ដាលទី5នៃបណ្ឌិតសភាមុនម៉ោង8ព្រឹក10ថ្ងៃពីពេលនេះហើយគ្រូនឹងនាំអ្នកទៅទីនោះគ្រូយោឆេងបានណែនាំបាទគ្រូយីឈៀនឆ្លើយតបចុះឈ្មោះដោយជោគជ័យយីឈៀនដកដង្ហើមសង្គ្រោះក្នុងរយៈពេល10ថ្ងៃបន្ទាប់គាត់មិនចង់ខ្ជះខ្ជាយពេលវេលាទោះបីជាមានទំនុកចិត្តលើសមត្ថភាពរបស់គាត់ក៏ដោយគាត់នៅតែទន់ខ្សោយនិងត្រូវការរៀបចំមួយចំនួនដូចជាការទិញអាវុធនិងឧបករណ៍នៅក្នុងសម័យនេះមានបទបញ្ញត្តិតិចតួចលើអាវុធហើយនរណាម្នាក់អាចយកវាបានអាវុធត្រូវបានចាត់ថ្នាក់ជាច្រើនកម្រិតដូចជាអាវុធដៃធម្មតាដែលហៅថាអាវុធធម្មតានិងអាវុធដែលផលិតដោយសម្ភារៈធាតុដែលសមស្របសម្រាប់លំហូរនៃកម្លាំងធាតុរបស់អ្នកចម្បាំងដែលហៅថាអាវុធធាតុយីឈៀនមិនអាចទិញអាវុធធាតុបានទេហើយគាត់ក៏មិនចាំបាច់ទិញវាដែរគុណភាពនៃអាវុធធាតុធម្មតាគឺស្ទើរតែដូចគ្នាទៅនឹងអាវុធធម្មតាមានតែលក្ខណៈសម្បត្តិធាតុបន្ថែមប៉ុណ្ណោះបន្ទាប់ពីធ្វើដំណើរទៅកាន់ហាងអាវុធយីឈៀនបានទិញដាវដែកដ៏ល្អធ្នូនិងព្រួញមួយចំនួនអាវុធទាំងនេះត្រូវចំណាយអស់ 5000 យន់រូបិយបានចិនដែលជាការចំណាយប្រចាំឆ្នាំរបស់គាត់ទាំងមូលដើមឡើយយីឈៀនមានត្រឹមតែ20,000 យន់ហើយឥឡូវនេះគាត់នៅសល់តែ 15,000 ប៉ុណ្ណោះប៉ុន្តែការទិញអាវុធទាំងនេះគឺចាំបាច់ក្នុងព្រឹត្តិការណ៍ភ្នែកមួយ10ថ្ងៃបានកន្លងផុតទៅយីឈៀនមិនបានលើកឡើងអំពីការជំនុំជម្រះក្តីទៅកាន់ប្អូនស្រីរបស់គាត់គឺយីយូទេគ្រាន់តែប្រាប់នាងថា Academy បានរៀបចំសកម្មភាពមួយដែលនឹងចំណាយពេល3ថ្ងៃហើយគាត់នឹងត្រឡប់មកវិញនៅពេលក្រោយយីយ៉ាដោយធម្មជាតិមិនបានគិតច្រើនអំពីវាបើមិនដូច្នេះទេនាងប្រកាសជាមិនអនុញ្ញាតឲ្យយីឈៀនទៅតំបន់ព្រៃតូចសម្រាប់ការកាត់ទោសនោះទេបណ្ឌិតសភាទី5វាបណ្ដុះបណ្ដាលទី5នៅពេលដែលយីឈៀនមកដល់គាត់បានឃើញសិស្សជិត100នាក់ហើយគាត់ដឹងថានេះមិនមែនទាំងអស់នោះទេលោកបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់សិស្ស150នាក់បានចូលរួមក្នុងការសាកល្បងនេះតម្លៃនៃឈាមសត្វគឺខ្លាំងមិនគួរឲ្យជឿសម្រាប់សិស្សដែលមានទេពកោសល្យទាបវាតំណាងឲ្យក្តីសង្ឃឹមយីឈៀនគិតក្នុងខ្លួនឯងយីឈៀនតើអ្នកមិនមកទេសំឡេងរបស់ហ្យេងបែវបានទៅដល់គាត់ការផ្សាយពាណិជ្ជកម្មដោយ Publisher ការផ្សាយពាណិជ្ជកម្ម Publisher យីឈៀនសម្លឹងមើលហ្យេងបែវហើយនិយាយដោយស្ងប់ស្ងាត់ថាក៏ខ្ញុំមិនបាននិយាយថាខ្ញុំមិនមកទេខ្ញុំគ្រាន់តែមិនចង់បង្កើតក្រុមតើអ្នកបានរកឃើញអ្នកជំនាញដើម្បីដឹកនាំអ្នកទេហ្យេងបែវមានការភ្ញាក់ផ្អើលយីឈៀននៅស្ងៀមដោយរក្សាគំនិតរបស់គាត់សម្រាប់ខ្លួនឯងខណៈពេលដែលភ្នែករបស់យ៉េងបែវបង្ហាញការច្រណែនដោយគិតយ៉ាងច្បាស់ថាយីឈៀនបានរកឃើញអ្នកជំនាញហើយនោះហើយជាមូលហេតុដែលគាត់មិនចង់សហការជាមួយពួកគេយីឈៀនមិនបានពន្យល់ពីការយល់ច្រឡំរបស់យ៉េងបែវទេព្រោះការយល់ច្រឡំពិតជាល្អសម្រាប់គាត់បន្ទាប់ពីរងចាំប្រហែលកន្លះម៉ោងសិស្សភាគច្រើនត្រូវបានប្រមូលផ្ដុំសរុបប្រហែល160នាក់សិស្សទាំង160នាក់នេះភាគច្រើនមានទេពកោសល្យមធ្យមហើយភាគច្រើនមានអាយុច្រើនដោយអ្នកខ្លះមានអាយុ20ឆ្នាំកូនសិស្សវ័យក្មេងដូចជាយីឈៀនកំមយុវជនតំណាងឲ្យកម្រិតកម្លាំងទាបក្នុងចំណោមសិស្សជាច្រើនមនុស្សជាច្រើនប្រហែលជាមិនត្រឡប់មកវិញទេប៉ុន្តែនៅក្នុងសម័យនេះបើគ្មានកម្លាំងមនុស្សម្នាក់អាចស្លាប់នៅពេលណាក៏បានដូចឧបត្តិហេតុជាមួយ Server Moon Mink មិនយូរប៉ុន្មានទេមនុស្សធម្មតាជាច្រើនបានរងផលប៉ះពាល់វាពិតជាអាចនិយាយបានថាបញ្ហាបានមកដល់ផ្ទះកម្លាំងគឺជាអ្វីគ្រប់យ៉ាងមនុស្សគ្រប់គ្នានៅទីនេះដូច្នេះឡើងលើឡានក្រុងគ្រូបង្រៀនម្នាក់បានស្រែកទៅកាន់សិស្សមិនយូរប៉ុន្មានរថយន្តក្រុងជាច្រើនដែលស្រដៀងនឹងអតីតកាលបានបង្ហាញខ្លួននៅចំពោះមុខសិស្សជាច្រើនវាជាលើកដំបូងដែលសិស្សទាំងអស់បានឃើញយានយន្តពួកគេបានឃើញយានយន្តបែបនេះពីមុន Apocalypse នៅក្នុងសៀវភៅសិក្សារបស់ពួកគេប៉ុណ្ណោះគ្រូមិនមែនរថយន្តពី100ឆ្នាំមុនមិនអាចប្រើបានឥឡូវនេះចាប់តាំងពីច្បាប់នៃពិភពលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំងសិស្សម្នាក់សួរចង់ដឹងចង់ឃើញនេះគឺជាឡានក្រុងស្រាវជ្រាវចុងក្រោយបង្អស់ដែលដំណើរការដោយថាមពលយូវ៉ាន់វាជាបច្ចេកវិទ្យាជួញដូរពីមូលដ្ឋានសំខាន់មួយដោយថ្នាក់លើនៃមូលដ្ឋានលេងហេទើបតែដាក់ឲ្យប្រើប្រាស់ថ្មីនេះមានតែអ្នកចម្បាំងប៉ុណ្ណោះដែលមានសិទ្ធិទិញរថយន្ត
ខ្ញុំជឿថាអ្នកនឹងឃើញរថយន្តផ្សេងនៅលើដងផ្លូវគ្រូឆ្លើយមាតិកាដែលបានផ្សព្វផ្សាយជួបជាមួយប្រតិបត្តិករ Enfield ថ្មីដែលអ្នកនឹងចង់បាននៅក្នុងក្រុមរបស់អ្នកច្រើនទៀត177 44 59 Enfield ណែនាំមុខថ្មីដ៏ក្លាហានទៅកាន់ជួរមុខច្រើនទៀត500 125 167បងប្រុស Enfield ទើបតែទម្លាក់អ្វីដែលឆ្កួតច្រើនទៀត484 121 161រថយន្តដែលដំណើរការដោយថាមពលយូវ៉ាន់ក្រុមសិស្សបានស្រែកនៅក្នុងការយល់ដឹងអ្នកខ្លះក្នុងចំណោមពួកគេធ្លាប់ពើពីឧបករណ៍ដែលដំណើរការដោយយួនបែបនេះប៉ុន្តែពួកគេមិនរំពឹងថាលេង Hay Base នឹងមានវាផងដែរសិស្សបានជិះឡានក្រុងដែលបន្ទាប់មកឆ្ពោះទៅខាងក្រៅមូលដ្ឋាន1ម៉ោងក្រោយមករថយន្តក្រុងបានឆ្លងកាត់ច្រកទ្វារទីក្រុងហើយឆ្ពោះទៅក្នុងវាលរេញនៅពេលនៅក្នុងវាលរេញសិស្សជាច្រើនមានការភ័យស្លន់ស្លោបន្តិចវាលរេញត្រូវបានគេស្គាល់ថាជាផ្ទះរបស់សត្វសាហាវជាច្រើនហើយសិស្សក្បាច់គុណទាំងនេះមិនមានមធ្យោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងពួកគេទេកុំបារម្ភមិនយូរប៉ុន្មានមុននេះក្របធំនៃមូលដ្ឋានលេងហេបានសម្អាតតំបន់ព្រៃនេះនៅក្នុងកាំបីម៉ាយអ្នកនឹងមិនជួបប្រទះសត្វសាហាវណាមួយឡើយហើយគោលដៅរបស់យើងគឺត្រឹមតែ1ម៉ាយប៉ុណ្ណោះនៅក្នុងតំបន់ព្រៃតូចមួយគ្រូបង្រៀនបាននិយាយដោយញឹមឮពាក្យរបស់គ្រូសិស្សដកដង្ហើមសង្គ្រោះលើសពីនេះទៅទៀតជាមួយនឹងគ្រូបង្រៀនជាង10នាក់ការពារពួកគេនៅលើឡានក្រុងហើយគ្រូនីមួយជាអ្នកចម្បាំងសុវត្ថិភាពរបស់ពួកគេត្រូវបានធានាមិនយូរប៉ុន្មានជ្រលងភ្នំមួយបានបង្ហាញខ្លួននៅចំពោះមុខពួកគេជ្រលងភ្នំនេះគឺជាគោលដៅរបស់យើងគ្រូបានណែនាំមានរថយន្តក្រុងជាច្រើនចតនៅច្រកចូលជ្រលងភ្នំដែលជាកម្មសិទ្ធិរបស់សាលាផ្សេងទៀតវិជាសិស្សមកពីបណ្ឌិតសភាទី5ហាសាលាសម្រាមនេះបានផ្ញើមនុស្សផងដែរតើពួកគេព្យាយាមលុបបំបាត់សិស្សនៃបណ្ឌិតសភាទី5ប្រហែលជាមិនបានឃើញឈាមមែនទេពួកគេមិនដូចយើងមកពី Verse Academy ទេដែលគ្រូរបស់យើងថែមទាំងចាប់សត្វសាហាវសូម្បីតែសត្វសាហាវខ្សោយសម្រាប់យើងហ្វឹកហាត់កម្លាំងប្រយុទ្ធរបស់យើងមិនអាចប្រៀបធៀបទៅនឹងរបស់ពួកគេបានទេខ្ញុំភ្នាល់ថាពួកគេអាចយំនៅពេលឃើញសត្វសាហាវសិស្សនៃបណ្ឌិតសភាទី5ប្រហែលជាមិនទាន់ស្មើគ្នាទេប៉ុន្តែប្រធានបណ្ឌិតសភាទី5គឺជាការបាញ់ប្រហារដ៏ធំមួយនៅក្នុងមូលដ្ឋានលេងហេសូមសាយចំអកពួកគេតិចប្រសិនបើយើងធ្វើឲ្យប្រធានបណ្ឌិតសភាទី5ខឹងវានឹងមិនបញ្ចប់ល្អសម្រាប់យើងទេសិស្សដែលចំអកទាំងនេះគឺដោយធម្មជាតិមកពី First Academy ខណៈដែលសិស្សមកពីសាលាផ្សេងទៀតមិនល្អជាងទី5ហើយមិនមានមូលដ្ឋានដើម្បីសាយចំអកទេខូចសិស្សទាំងនេះមកពី First Academy មានភាពអធ្យាស្រ័យពេកសិស្សជាច្រើនមកពី Fifth Academy បាននិយាយដោយខឹងប៉ុន្តែពួកគេគ្រាន់តែហ៊ានត្អូញត្អែហើយមិនហ៊ានប្រឈមមុខនឹងសិស្សមកពីសាលាដំបូងដោយដឹងពីគម្លាតរវាងពួកគេបន្ទាប់ពីចុះពីឡានក្រុងភ្នែករបស់ Hisian បានផ្ដោតលើសិស្សមកពីសាលាដំបូងទេពកោសល្យរបស់សិស្សនៃ First Academy យ៉ាងហោចណាស់មានកម្រិតមូលដ្ឋានហើយខ្ញុំអាចជួបប្រទះសិស្សដែលមានទេពកោសល្យមធ្យមសមត្ថភាពចម្លងរបស់ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីចម្លងម្ដងទៀតលើកនេះខ្ញុំប្រហែលជាអាចចម្លងទេពកោសល្យសមរម្យ